ស្គាល់កម្មវិធីមួយនេះអាចជួយឲ្យយើងកាត់រូបភាពនៃផ្ទៃខាងក្រោយរបស់វីដេអូយើងចេញបដូរទៅដាក់រូបទេសភាពរូបភ្នំឬក៏រូបអ្វីផ្សេងទៀតដែលយើងចង់លាក់បាំងមិនឲ្យគេដឹងថាយើងថតនៅកន្លែងណាពិតសម្រាប់វីដេអូនេះគឺខ្ញុំមកជូនតាមសំណពរបងប្អូនខ្ញុំនឹងប្រាប់ពីកម្មវិធីមួយដែលប្រើ free មិនអស់លុយហើយនឹងបង្រៀនពីវិធីសាស្ត្រសម្រាប់ឲ្យបងប្អូនកាត់រូបភាពផ្ទៃខាងក្រោយនៃវីដេអូចេញហើយបដូរទៅដាក់ផ្ទៃដូចជាទេសភាពអីផ្សេងភ្នំទឹកជ្រោះអីចឹងទៅអញ្ចឹងអ្នកមើលមកគឺមិនដឹងថាថតកន្លែងណាទេឃើញតែមនុស្សទេអញ្ចឹងបងប្អូនចូលទៅទស្សនាវីដេអូនេះទាំងអស់គ្នាអូខេអញ្ចឹងដំបូងឡើយអ្នកគ្នាត្រូវចូលទៅយក link មួយដើម្បីដំឡើងកម្មវិធីកាត់តវីដេអូមួយដែលអាចប្រើដោយឥតគិតថ្លៃដំបូងឡើយអ្នកគ្នាចូលមកកាន់ Facebook ហើយ search រក page Asado logo ពណ៌ខ្មៅនេះអ្នកគ្នាណាមានតែមួយទេ page ផ្លូវការរបស់យើងអ្នកតាមដាន 149k ហើយចូលមកដល់អ្នកគ្នានឹងឃើញ link Telegram channel ដែលយើងដាក់នៅលើគេពណ៌ខៀវហ្នឹងអ្នកគ្នាចុចនៅលើ link ហ្នឹងមកនឹងចូលមកកាន់ group channel Telegram ផ្លូវការរបស់យើងអូខេហើយចូលមកដល់ភ្លាមអ្នកគ្នានឹងឃើញ link សម្រាប់ download កម្មវិធីហ្នឹងឈ្មោះថា edit មូលហេតុដែលខ្ញុំដាក់ link គឺអត់ចង់ឲ្យអ្នកគ្នាច្រឡំព្រោះកម្មវិធីហ្នឹងវា logo ដូចគ្នាច្រើនចឹងអ្នកគ្នាចូលតាម link ហ្នឹងមកគឺអត់ច្រឡំទេអូខេបើកម្មវិធីហ្នឹងមកហើយយើងចុចអាកន្លែងសញ្ញាបូកនេះមកហើយចុចពាក្យjournally ហ្នឹងដើម្បីរើសរូបភាពហើយបន្តមកទៀតអ្នកគ្នាចុចពាក្យ allo នឹងនេះនឹងការបើកកម្មវិធីបើករូបថតរបស់យើងឬវីដេអូរបស់យើងអញ្ចឹងយើងរើសយកខ្ញុំឧទាហរណ៍ថាយើងយកវីដេអូមួយនេះណាអញ្ចឹងអ្នកគ្នាចុចលើវីដេអូហ្នឹងមកនេះគឺវាមានផ្ទៃខាងក្រោយអញ្ចឹងឧទាហរណ៍ថាយើងចង់កាត់ផ្ទៃខាងក្រោយហ្នឹងចេញអត់ចង់ឲ្យគេដឹងថាយើងថតនៅណាទេអញ្ចឹងអ្នកគ្នាចុចមកហើយចុះទៅ function ខាងក្រោមនេះអស់ទៅរកពាក្យ cut out នេះកន្លែងមើលតាមព្រួយហ្នឹងមកណាហើយបន្តមកទៀតអ្នកគ្នាចុចពាក្យ auto កន្លែងរូបប៊ិចហ្នឹងគាត់នឹងចុចប៉ុណ្ណឹងមក AI របស់កម្មវិធី edit ហ្នឹងនឹងកាត់ផ្ទៃខាងក្រៅវីដេអូរបស់យើងចេញឥឡូវឧទាហរណ៍ថាយើងថតនៅកន្លែងណាក៏ដោយកាត់ផ្ទៃខាងក្រោយចោលតែម្ដងឃើញទេនេះហើយណាអញ្ចឹងបន្តមកទៀតមកដល់ដំណាក់កាលនេះអ្នកនរគ្នាឃើញខាងលើនោះកាត់ចេញខាងក្រោមនៅអត់ខាងក្រោមហ្នឹងគឺជា sound សំឡេងរបស់វីដេអូពិតរបស់យើងហ្នឹងអញ្ចឹងយើងត្រូវទុកសំឡេងហ្នឹងអញ្ចឹងយើងចុចលើខាងក្រោមហើយយើងអស់ខាង function គេហ្នឹងទៅរកពាក្យនេះ soundខាងនេះអាកន្លែងខ្ញុំគូសព្រួយហ្នឹងអ្នកគ្នាចុចលើពាក្យ sound ហ្នឹងមកដើម្បីទុកសំឡេងវីដេអូពិតឃើញទេនេះចេញគ្រាន់ចុចប៉ុណ្ណឹងមកវាឡើងទៅជាសំឡេងហើយឃើញទេចឹងវីដេអូពិតយើងគឺនៅសំឡេងពិតចឹងអ្នកគ្នាចុចនៅលើអាវីដេអូហ្នឹងលុបចោលទៅឃើញទេបាត់ដែរឃើញទេនៅតែរូបរបស់យើងម្នាក់គត់ឬក៏រូបអ្នកដែលថតជាមួយឯណាបាត់ផ្ទៃខាងក្រោយណានេះតែនៅសំឡេងអូខេអាហ្នឹងបើសិនយើងចង់ទុកសំឡេងវីដេអូពិតបន្តមកទៀតចុចសញ្ញាលេខបូកកន្លែងនេះហើយចុចពាក្យ channel ទៅរើសផ្ទាំងរូបភាពខាងក្រោយថ្មីមួយដែលយើងចង់ដាក់ខ្ញុំបញ្ជាក់តិចផ្ទាំងហ្នឹងអ្នកគ្នាត្រូវមានទុកមុនណាមុនពេលកាត់ត្រូវមានអូខេឥឡូវឧទាហរណ៍ថាខ្ញុំដាក់ផ្ទាំងរូបខាងក្រោយនេះវិញចំនួនវីដេអូដើមអូខេហើយក៏យើងចាប់មកអ្នកគ្នាអាចយកដៃបរិកបរួមបានឃើញទេចង់ឲ្យទេសភាពនឹងប៉ុណ្ណាអីគឺបានតាមចិត្តហើយខាងក្រោមនេះដូចថាយើងអស់មកឲ្យពេញវីដេអូយើង1នាទី3នាទីយើងអស់ឲ្យពេញមកណាឥឡូវចាំមើល play មើលឃើញទេចាផ្ទៃខាងក្រោយយើងដូរហើយយើងថតនៅតំណេះចេញតំណោះហើយឃើញអត់អញ្ចឹងអាផ្ទៃខាងក្រោយនេះអ្នកគ្នាត្រូវត្រៀមទុកមុនណាមុនពេលកាត់តត្រូវមានផ្ទៃខាងក្រោយហ្នឹងដើម្បីជំនួសហើយរូបរបស់យើងអាចទាញ zoom តិច zoom តូចដាក់តូចធំគៀនឆ្វេងស្ដាំអីបានតាមចិត្តរបស់យើងស្រឡាញ់ឃើញទេនេះឥឡូវខ្ញុំដាក់អាទូចឃើញទេនេះមើលមករូបយើងទូចឃើញទេអានេះខ្ញុំឧទាហរណ៍អ្នកគ្នាណាហ្នឹងអូខេអញ្ចឹងបន្ទាប់មកអ្នកគ្នាចុចពាក្យ import ខាងលើ export ដើម្បីយើង save ចូលទៅក្នុងកន្លែងរូបថតរបស់យើងអូខេចាំ plate មកហើយនៅពេលដែលវា download ពេញហើយវានឹងចុចពាក្យនោះជួយចេញពាក្យ download យើងចុចពាក្យអា download ហ្នឹងមានសញ្ញាព្រួយហ្នឹងមកនេះ save ចូលទៅក្នុង photo យើងហើយតែប៉ុណ្្នឹងឯងឥឡូវមកមើល resultអូខេហើយបងប្អូនចឹងបងប្អូនអាចយកទៅផុសបានណាអរគុណមានចម្ងល់អី comment បានអរគុណច្រើនបងប្អូនសង្ឃឹមថាបងប្អូនទទួលបានអត្ថប្រយោជន៍ច្រើនពីវីដេអូមួយនេះហើយយើងនឹងជួបគ្នានៅចំណេះដឹងថ្មីបន្តទៀតអរគុណ